អ្នកកាសែតជើងចាស់ថៃម្នាក់ថាយោធាថៃកំពុងស្រវឹងសង្គ្រាមលែងដឹងខុសត្រូវលែងខ្វល់ពីក្រសែភ្នែកអន្តរជាតិ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេអ្នកកាសែតជើងចាស់របស់ថៃលោកប្រវិតរចនាប្រកបានលើកឡើងពីស្ថានភាពរបស់ប្រទេសថៃថាពេលនេះកំពុងបណ្ដោយឲ្យយោធាដែលស្រវឹងសង្គ្រាមកាន់កាប់អំណាចធ្វើអ្វីបំផ្លាញអ្វីស្រេចទៅចិត្តរួចហើយរកលែកបកស្រាយមិនទំនងធ្វើឲ្យសិលធម៌សង្គមកាន់តែធ្លាក់ចុះដោយមិនខ្វល់ខ្វាយពីការយល់ឃើញរបស់អន្តរជាតិឡើយយោងតាមសំណេររបស់លោកប្រវិតនៅលើទំព័រ Facebook កាលពីថ្ងៃទី26ខែធ្នូឆ្នាំ2025បានបង្ហាញថាកាលពីខ្ញុំនៅក្មេងយើងត្រូវបានសាលាបង្រៀនថាភូមិបានវាយប្រហារក្រុងអយុធ្យាហើយថែមទាំងដុតបំផ្លាញវត្តអារាមពុទ្ធសាសនាថែមទៀតផងកាលនោះខ្ញុំគិតមិនយល់ទេថាហេតុអ្វីបានជាពួកគេធ្វើបែបនោះហើយខ្ញុំតែងតែឆ្ងល់ថាតើវាអាចទៅរួចដែរឬទេក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នាលុះរហូតមកដល់ពេលនេះពេលដែលខ្ញុំបានឃើញទាហានថៃនាំគ្នាទៅបំផ្លាញរូបសំណាកព្រះវិស្ណុដ៏ធំមួយដែលសាងសង់នៅក្នុងប្រទេសកម្ពុជាហើយដែលពួកគេអះអាងថាបានរំលោភលើទឹកដីថៃនោះទីបំផុតខ្ញុំបានយល់យ៉ាងច្បាស់ពីអារម្មណ៍នៃការស្រវឹងសង្គ្រាមតាមការបញ្ជាក់របស់លោកប្រវិតការស្រវឹងសង្គ្រាមនឹងធ្វើឲ្យសង្គមរបស់យើងលែងដឹងខុសត្រូវនិងប្រងើយកន្តើយចំពោះរបៀបដែលពិភពលោកមើលឃើញយើងវាប្រៀបដូចជាមនុស្សម្នាក់ដែលទទួលឥទ្ធិពលជាតិស្រវឹងយ៉ាងខ្លាំងដើរចុះដើរឡើងហើយនិយាយគ្មានក្បាលគ្មានកន្ទុយអីចឹងដែរសង្គមមួយនេះដែលខ្វះការយល់ដឹងមិនដឹងពីរបៀបដែលសហគមន៍អន្តរជាតិមើលឃើញពីសកម្មភាពរបស់ខ្លួនឯងឡើយជាក់ស្ដែងអ្នកកាសែតជើងចាស់រូបនេះក៏បានលើកឡើងអំពីរូបព្រះវិស្ណុដែលត្រូវបានបំផ្លាញនោះផងដែរថាមិនថារូបសំណាកនោះជារូបចាស់ឬថ្មីឧទាហរណ៍ឬអត់ចុះបញ្ជីឬអត់ចំណុចដែលសំខាន់គឺត្រង់ថាការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីកំទេចវាគឺជាការប្រមាថយ៉ាងខ្លាំងចំពោះជនជាតិឥណ្ឌានិងអ្នកដែលកាន់សាសនាហិណ្ឌូឧទាហរណ៍ប្រសិនបើប្រទេសណាមួយឬរូបសំណាកព្រះពុទ្ធដ៏ធំមួយរបស់ប្រទេសគេហើយបានធ្វើការអះអាងដូចគ្នាឬស្រដៀងនឹងគ្នានេះថាវាគ្រាន់តែជាសំណង់ថ្មីឬមិនត្រូវបានចុះបញ្ជីអ្វីឡើយនោះពុទ្ធសាសនិកថៃក៏នឹងមិនសប្បាយចិត្តដូចគ្នាក្នុងន័យនេះបើទោះបីជាជនបរទេសជាអ្នកសាងសង់រូបសំណាកព្រះពុទ្ធคล้ายៗដើម្បីតុបតែងហាងស្រាឬបាររបស់ពួកគេក៏ដោយក៏ជនជាតិថៃមួយចំនួននឹងខឹងសម្បាយ៉ាងខ្លាំងផងដែរព្រោះវាមិនទាក់ទងនឹងសំណង់បុរាណមិនបុរាណឬមានការឧទាហរណ៍អត់នោះទេគ្រាន់តែមើលរូបភាពទាំងនោះចុះអ្នកនឹងឃើញថាតើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចុះផ្សាយពីព័ត៌មាននេះយ៉ាងទូលំទូលាយកម្រិតណាជាចុងក្រោយលោកប្រវិតបានគូបញ្ជាក់ថាខ្ញុំចង់ប្រាប់ទៅក្រុមជ្រុលនិយមថៃថាគួរតែនាំគ្នាទៅតវ៉ាជាមួយប្រព័ន្ធផ្សព្វផ្សាយសង្ហបុរីផងទៅបើអ្នកឯងពូកែខាងបង្កើតសត្រូវជាមួយប្រទេសជិតខាងម្លឹងបង្កើតសត្រូវម្នាក់ទៀតទៅហើយកុំខ្វល់ពីពិភពលោកឬទំនាក់ទំនងជាមួយរដ្ឋនិងប្រជាជាតិបរទេសអីកាលពីម្សិលមិញកាសែត The Straits Times ដែលជាកាសែតរដ្ឋរបស់សង្ហបុរីបានចុះផ្សាយចំណងជើងថាបន្ទាប់ពីឆែកមើលលើ Google Map រូបសំណាកដែលត្រូវបានគេវាយចោលនោះគឺស្ថិតនៅចម្ងាយ400ម៉ែត្រពីព្រំដែនថៃកម្ពុជាដែលវានៅស្ថិតក្នុងទឹកដីកម្ពុជាដូច្នេះទៅចាត់ការជាមួយសង្ហបុរីទៅដើម្បីបង្ហាញថាពួកអ្នកឯងកំពុងស្រវឹងសង្គ្រាមហើយកុំភ្លេចនាំគ្នាទៅវាយប្រហារលើ Google Map ផងណាទាំងនេះគឺជាការលើកឡើងរបស់អតីតអ្នកកាសែតដ៏ឆ្នើមរបស់ថៃដែលបានធ្វើការរៀបរាប់ចំមិនខ្លាចមតិរិះគន់នៅលើបណ្ដាញសង្គម Facebook របស់លោកក៏ដោយសារតែលោកចង់បង្ហាញពីភាពត្រឹមត្រូវនិងការពិតប្រាប់ទៅកាន់ប្រជាជនថៃគ្រប់គ្នាតែទោះជាយ៉ាងណាក៏ដោយមនុស្សដែលនិយាយត្រង់មិនសូវទទួលបានការឲ្យតម្លៃនោះទេនៅក្នុងសង្គមបច្ចុប្បន្នរបស់ថៃ